ជំងឺ autoimmune មានន័យថាធម្មតា antibody ជា anticore ដែលសម្ការពាររាងកាយយើងក្នុងការវាយប្រហារជាមួយនឹងមេរោគពីខាងក្រៅប៉ុន្តែនៅពេលដែលគាត់មានជំងឺ autoimmune មានន័យថារាងកាយរបស់យើង antibody របស់យើងហ្នឹងដែលជាអ្នកការពារខ្លួនយើងហ្នឹងគាត់ធ្វើការ error គេហៅថាធ្វើការខុសប្រក្រតីគឺគាត់មិនបានការពារខ្លួនឯងគាត់ទៅវាយខ្លួនឯងទៅវិញចាសសូមជម្រាបសួរអ្នកខ្ញុំវិជ្ជាអមឌិតសុពធីបម្រើការនៅមន្ទីរសម្រាប់ព្យាបាលវឌ្ឍនវិទ្យាក្រែនភ្នំពេញចានៅក្នុងថ្ងៃនេះនាងខ្ញុំសូមលើកយកប្រធានបទមួយដែលនិយាយតាក់ទងជាមួយនឹងជំងឺ autoimmune ចាតើយើងមានជំងឺ autoimmune ទេបើសិនតែយើងធ្វើតេស្ត ANA អវិជ្ជមានចាដូចនាងខ្ញុំធ្លាប់បានជម្រាបតាក់ទងជាមួយនឹងអត្ថបទពីមុនមកតើអ្វីទៅដែលហៅថាតេស្ត ANAចំពោះអ្នកជំងឺ autoimmune ចាជាទូទៅតេស្ត ANA គឺជា anti-nucleus antibody ដែលបញ្ជាក់អំពីរាងកាយរបស់យើងនឹងមានការប្រឈមមុខជាមួយនឹងជំងឺ autoimmune មានន័យថាធម្មតា antibody ជា anticore ដែលសម្ការពាររាងកាយយើងក្នុងការវាយប្រហារជាមួយនឹងមេរោគពីខាងក្រៅប៉ុន្តែនៅពេលដែលគាត់មានជំងឺ autoimmune មានន័យថារាងកាយរបស់យើង antibody របស់យើងហ្នឹងដែលជាអ្នកការពារខ្លួនយើងហ្នឹងគាត់ធ្វើការ error គេហៅថាធ្វើការខុសប្រក្រតីគឺគាត់មិនបានការពារខ្លួនឯងគាត់ទៅវាយខ្លួនឯងទៅវិញចាអញ្ចឹងអ្នកដែលគាត់មានជំងឺ autoimmune ភាគច្រើនគឺ TNA គឺវិជ្ជមានចាទុយទៅវិញសម្រាប់អ្នកដែលគាត់ធ្វើតេស្ត ANA ទៅឃើញអវិជ្ជមានប៉ុន្តែសួរថាតើគាត់មានជំងឺ autoimmune ដែរឬក៏អត់ចាអញ្ចឹងខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះមានន័យថាសម្រាប់អ្នកដែលគាត់មានជំងឺ autoimmune ចាខ្លះគឺគាត់អាចធ្វើតេស្តឃើញថា ANA របស់គាត់គឺអវិជ្ជមានចាចឹងមូលហេតុអ្វីបានគាត់មានជំងឺ autoimmune ប៉ុន្តែធ្វើតេស្តឈាម ANA គាត់គឺអត់វិជ្ជមានទេគឺអវិជ្ជមានទៅវិញចាដោយសារតែទី1គឺអ្នកខ្លះគេហៅថាដំណាក់កាលដំបូងឬហៅថា early stage របស់គាត់ហ្នឹងគឺធ្វើតេស្តទៅគឺអត់positive ទេគឺអវិជ្ជមានចាហើយទម្រង់នៃជំងឺ autoimmune តែភាគច្រើនទៅធ្វើតេស្តទៅគឺ ANA ដឹងតែវិជ្ជមានដែរប៉ុន្តែក្រុមមួយចំនួនទៀតគឺធ្វើតេស្ត ANA ទៅគឺអវិជ្ជមានប៉ុន្តែអ្នកជំងឺគឺគាត់មានរោគសញ្ញាបានស្ដែងចេញបាត់ទៅហើយចាអញ្ចឹងចំពោះរោគសញ្ញាអ្នកខ្លះគាត់មកគាត់ថាអស់កម្លាំងអស់កម្លាំងអាសាល្វើយគាត់ឈឺតាមសន្លាក់សឹងគ្រប់កន្លែងទាំងអស់ហើយគាត់មានអាការៈក្តៅខ្លួនគាត់មានអាការៈថាខ្សោយលើកដៃលើកជើងអត់ចង់រួចទេមានអារម្មណ៍ថាក្នុងខ្លួនរបស់គាត់ហ្នឹងគឺអស់កម្លាំងហូបអីអត់បានចាអ្នកខ្លះអាចហើមជើងហើមអីមកជាមួយចាអញ្ចឹងករណីនេះគឺគាត់មានសាញមួយចំនួនដែលជាសាញមួយដែលមានការប្រឈមជាមួយនឹង autoimmune ប៉ុន្តែយើងធ្វើតេស្តទៅគឺអវិជ្ជមានចាអញ្ចឹងដើម្បីកំណត់ឲ្យបានត្រឹមត្រូវក៏ដូចជាព្យាបាលឲ្យទាន់ពេលវេលាគឺការជួបជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ដោយសារតែជំងឺ autoimmune គឺស្ដែងចេញមានច្រើនសន្តានហើយតេស្តដែលយើងភាគច្រើនឃើញថាតេស្តអវិជ្ជមាននៃ ANA តែគាត់មានជំងឺ autoimmune ហ្នឹងមានន័យថាជំងឺរាងកាយខ្លួនឯងវាយប្រហារខ្លួនឯងមានក្រុមច្រើនដូចជាអ្នកខ្លះគាត់មានគេហៅថាANA negative លេខ2មានន័យថាគាត់មានជំងឺលេខ2ប៉ុន្តែតេស្ត ANA អវិជ្ជមានដែលភាគច្រើនជំងឺលេខ2គឺភាគច្រើន ANA ត្រូវតែវិជ្ជមានចា៎ប៉ុន្តែប្រហែលជា 5% ដែលជាករណីកម្រប៉ុន្តែនឹងមានដែលអ្នកជំងឺគាត់មានជាជំងឺលេខ2ប៉ុន្តែទម្រង់ ANA គាត់អវិជ្ជមានអ្នកខ្លះទៀតគាត់មានជំងឺប្រភេទរលាកស្លាក់ទម្រង់រ៉ាំរ៉ៃដែលគេហៅឈ្មោះថា rheumatoid arthritis ដោយតែនេះខ្ញុំធ្លាប់បានលើកអត្ថបទនេះពីមុនមកចា៎អញ្ចឹងទម្រង់នេះក៏ធ្វើតេស្ត ANA គាត់ក៏អវិជ្ជមានដែរចា៎អ្នកខ្លះទៀតគាត់មានជំងឺ autoimmune តាក់ទងបញ្ហាផ្លូវកាពះពោះវៀនក៏ ANA អវិជ្ជមានអ្នកខ្លះក៏មានបញ្ហាតាក់ទងជាមួយនឹងជំងឺ autoimmune ដែលជាទម្រង់មួយគេឲ្យឈ្មោះថា psoriatic arthritis មានន័យថាគាត់មានបញ្ហាឈឺសន្លាក់ហើយរួមផ្សំមួយបញ្ហាសើស្បែកទៀតក្នុងករណីនេះក៏តេស្ត ANA អាចនឹងអវិជ្ជមានផងដែរចា៎នឹងមានជំងឺតាក់ទងជាមួយនឹងកពិញ thyroid ខាងកពិញកហ្នឹងករណីខ្លះក៏ត
តែ ANA របស់គាត់ហ្នឹងក៏អវិជ្ជមានដែរចាប៉ុន្តែអ្នកជំងឺគឺគាត់មានទម្រង់មានសញ្ញារបស់គាត់ដែលគូពេទ្យថានេះគឺជាជំងឺ autoimmune គ្រាន់តែថាយើងធ្វើតេស្តទៅគឺអវិជ្ជមានចាត្រង់ចំណុចនេះផងដែរនឹងខ្ញុំសូមបញ្ជាក់ថាសម្រាប់ការកំណត់រោគវិនិច្ឆ័យនៃជំងឺមួយជាពិសេសជំងឺ autoimmune ជាទូទៅគឺយើងអត់ពឹងទៅលើតេស្តឈាមតែមួយមុខនោះទេចាអញ្ចឹងសម្រាប់តេស្តឈាមលោកគ្រូពេទ្យដែលមានជំនាញគាត់នឹងទី1ធ្វើការសាកសួរអ្នកជំងឺដោយផ្ទាល់មានន័យថាត្រូវការជួបគ្នារវាងអ្នកជំងឺហើយនិងវេជ្ជបណ្ឌិតចាត្រូវការសាកសួរប្រវត្តិរយៈពេលនៃការឈឺការប្រើប្រាស់ថ្នាំការប្រឈមជាមួយនឹងការប៉ះពាល់ទៅលើសារជាតិគីមីសារជាតិអីផ្សេងទៀតសំណអីផ្សេងទៀតតើរយៈពេលចុងក្រោយមានបានទៅប៉ះពាល់សារជាតិអីអត់ចាចឹងគ្រូពេទ្យគាត់នឹងសួរមានគ្រុនមានផ្ដាសាយមានគ្រុនឈីចឹងគ្រូពេទ្យជួបផ្ទាល់ជាមួយអ្នកជំងឺដើម្បីសួរប្រវត្តិថាតើបច្ចុប្បន្នក៏ដូចជាពីមុនមកគាត់មានបញ្ហាអីខ្លះចាបន្តមកទៀតការកំណត់រោគវិនិច្ឆ័យគឺក្រៅពីយើងធ្វើតេស្តឈាមការសាកសួរប្រវត្តិរបស់អ្នកជំងឺប្រវត្តិគ្រួសារក៏យើងត្រូវធ្វើការគេហៅថាពិនិត្យពិភាក្សាទៅលើតេស្តមួយចំនួនករណីខ្លះត្រូវ scan ត្រូវថតត្រូវអេកូហើយករណីទៀតយើងត្រូវការមើលច្រើនតេតទៅទឹកនោមចាករណីខ្លះត្រូវការអ្នកដែលគាត់មកលក្ខណៈអស់កម្លាំងគាត់ទន់គាត់ខ្សោយសាច់ដុំខ្សោយដៃខ្សោយជើងលើករួចមានអារម្មណ៍ថាដៃជើងគាត់ទន់ករណីខ្លះយើងអាចធ្វើការជ្រឹបសាច់ដុំគេហៅថា muscle biopsy ទៅធ្វើការវិភាគបន្ថែមទៀតដើម្បីកំណត់ថាគាត់មានបញ្ហាប្រឈមជាមួយនឹងជំងឺរលាកសាច់ដុំដែលជាប្រភេទ autoimmune ទម្រង់មួយទៀតដែលឈ្មោះថា polymyositis ដែរឬក៏អត់ចា៎អញ្ចឹងសរុបទិន្នន័យមកវិញដើម្បីកំណត់រោគវិនិច្ឆ័យថាតើអ្នកជំងឺគាត់ពិតជាមានជំងឺ autoimmune ដែរឬក៏អត់ជាទូទៅដូចខ្ញុំបញ្ជាក់ទៀតគឺយើងអត់ពឹងទៅលើតេស្ត ANA តែមួយមុខទេចាគឺទី1គ្រូពេទ្យជំនាញគាត់នឹងធ្វើការសាកសួរប្រវត្តិរបស់អ្នកជំងឺតេស្តឈាមក៏ដូចជាតេស្តផ្សេងទៀតដែលនេះខ្ញុំបានរាយរាប់ពីមុនមកចាអញ្ចឹងករណីខ្លះគ្រូពេទ្យគាត់នឹងធ្វើការណាត់ក្នុងការធ្វើតេស្តទាំងអស់ទាំងជាពិសេសតេស្ត ANA គឺយើងអាចធ្វើការណាត់អាច3ខែ6ខែឃើញ control ឡើងវិញចាអញ្ចឹងដើម្បីទទួលការព្យាបាលការកំណត់រោគវិនិច្ឆ័យការការពារពីផលវិបាកនៃជំងឺ autoimmune មួយចំនួនគឺត្រូវតែជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិគ្រោះពិនិត្យឲ្យបានច្បាស់លាស់ដើម្បីកំណត់ទៅលើការព្យាបាលមួយឲ្យទាន់ពេលដើម្បីជៀសវាងពីផលវិបាកនៃជំងឺ autoimmune ទាំងអស់នេះចាអញ្ចឹងសរុបមកវិញមានន័យថាជំងឺ autoimmune មិនមែនតែធ្វើទៅតេស្ត ANA គឺវិជ្ជមានទាំងស្រុងនោះទេមានន័យថាយើងអាចមានជំងឺ autoimmune ទាំងដែល ANA អវិជ្ជមានផងដែរចាសូមអរគុណ Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក